Hello សួស្តីបងប្អូនអរគ្នាជួបជាមួយនាងខ្ញុំខួចង់ថ្ងៃនេះដែរសូមណែនាំអំពីច្បាប់សម្រាប់បងប្អូនពលករពលករនេះដែលគាត់មករស់នៅប្រទេសកូរ៉េហើយខុសច្បាប់ហើយគាត់បានឆ្លងទន្លេមានបុត្រអាយុចាប់ពី6ឆ្នាំឡើងទៅមិនថាបុត្រ1បុត្រ2បុត្រ3បុត្រ4ទេចាបើគាត់ចង់រស់នៅបន្តនៅប្រទេសកូរ៉េដើម្បីឲ្យកូននឹងចូលរៀននៅក្នុងសាលាប្រទេសកូរ៉េដើម្បីឲ្យកូននឹងបានទទួលនៅវីសាដែលប្រភពគេហៅវីសាថា D4 ចាវីសាសិស្សានិស្សិតរៀននៅប្រទេសកូរ៉េហើយឪពុកម្ដាយគឺបដូរទៅប្រភេទជាវីសា G1 ដើម្បីធ្វើការមើលថែចិញ្ចឹមបីបាច់កូននៅប្រទេសកូរ៉េហ្នឹងឪពុកម្ដាយស្របច្បាប់ទាំងអស់កូនក៏ស្របច្បាប់ដែរតែគ្រាន់តែថាយើងបងប្អូនផាកវិន័យចាអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការចារៀបចំឯកសារដើម្បីរស់នៅប្រទេសកូរ៉េនេះចាឲ្យកូនចូលរៀននិយាយរួមទៅខាងសេវាកម្មរបស់អ្នកគ្រូខចង់គឺមានបម្រើសេវាកម្មមួយសេតអញ្ចឹងព័ត៌មានលម្អិតបញ្ជាក់ជូនចាសម្រាប់បងប្អូនដែលគាត់មានកូនឆ្លងទន្លេនៅប្រទេសកូរ៉េនេះមានអាយុចាប់ពី6ឆ្នាំឡើងទៅឪពុកម្ដាយនិងកូនគឺអាចត្រូវច្បាប់ទាំងសេតវិញចាឲ្យធ្វើការងារបានធម្មតាទូទៅអញ្ចឹងបងប្អូនអ្នកដែលត្រូវការសេវាកម្មចារៀបចំឯកសារដំណោះស្រាយបញ្ហាផ្នែកច្បាប់ទូទៅផ្លាស់ប្ដូរវីសាគ្រប់ប្រភេទនៅប្រទេសកូរ៉េនេះបងប្អូនអរគ្នាអាចប្រឹក្សាសេវាកម្មជាមួយនឹងក្រុមហ៊ុនរបស់យើងខ្ញុំបានទំនុកចិត្ត100%សុវត្ថិភាពជូនចាប្រកបដោយភាពជោគជ័យជូនបងប្អូនអរគ្នាចាសូមគោរពជំរាបលាហើយក៏អរគុណសម្រាប់បងប្អូនដែលតែងតែគាំទ្រសេវាកម្មរបស់អ្នកគ្រូខចង់ពីដំបូងមករហូតដល់បច្ចុប្បន្នអញ្ចឹងរាល់ថ្ងៃទៅមុខទៀតនឹងខំប្រឹងព្យាយាមបម្រើសេវាកម្មជូនបងប្អូនអរគ្នាឲ្យល្អជាងនឹងទ្វេដងចាសូមអរគុណហៀងវែងទៀតណាវីដេអូហ្នឹងបើនិយាយខ្លីវាអត់ដឹងសាច់ការទេអញ្ចឹងស្ដាប់ទៅបងប្អូនគឺជាអត្ថប្រយោជន៍ផលប្រយោជន៍ទេអូខេបាយបាយ